ពីយន្តហោះពាណិជ្ជកម្មទៅជាវិឡាលំដាប់សេដ្ឋីការច្នៃប្រឌិត Boeing 737 ដ៏អស្ចារ្យនៅលើកោះបាលីការផ្លាស់ប្ដូររូបរាងដ៏មិនគួរឲ្យជឿមួយបានកើតឡើងនៅលើកោះបាលីប្រទេសឥណ្ឌូនេស៊ីនៅពេលដែលយន្តហោះពាណិជ្ជកម្មធុនធ្ងន់ Boeing 737 ដែលធ្លាប់តែហោះហើរលើមេឃដឹកអ្នកដំណើររាប់ពាន់នាក់ត្រូវបានគេយកមកច្នៃធ្វើជាវិឡាស្នាក់នៅលំដាប់អាពីជនយ៉ាងប្រណិតអតីតយន្តហោះដែលត្រូវបានចូលនិវត្តន៍កាលពីឆ្នាំ2014មួយគ្រឿងនេះបានប្រែក្លាយជាកន្លែងសម្រាកលំហែកាយដ៏លេចធ្លោបំផុតមួយនៅលើពិភពលោកក្រោមគំនិតច្នៃប្រឌិតរបស់លោក Felix Damin ដែលជាម្ចាស់គម្រោងវិឡាយន្តហោះដ៏ប្លែកអារម្មណ៍នេះត្រូវបានគេយកទៅដាក់តាំងនៅចុងជ្រលងភ្នំដែលមានកម្ពស់រហូតដល់150ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រដែលធ្វើឲ្យអ្នកស្នាក់នៅអាចទស្សនាទិដ្ឋភាពមហាសមុទ្រដ៏ធំល្វឹងល្វើយយ៉ាងត្រជាក់ភ្នែករចនាសម្ព័ន្ធទាំងមូលត្រូវរៀបចំឡើងវិញទាំងស្រុងដោយបំផ្លែងផ្ទៃខាងក្នុងឲ្យទៅជាលំដាប់ផ្ទះសម្រាប់លំហែកាយបែបទំនើបចំពោះការរៀបចំផ្នែកខាងក្នុងគំនិតច្នៃប្រឌិតដ៏លេចធ្លោបំផុតគឺការយកកាប៊ីនអ្នកបើកបរឬ cockpit មកធ្វើជា master bedroom បន្ទប់មួយនេះមានបំពាក់អាងងូតទឹកនៅខាងមុខយ៉ាងស៊ីវិល័យហើយបង្អួចត្រូវបានកែច្នៃឲ្យអាចបើកទទួលខ្យល់អាកាសធម្មជាតិនិងមើលឃើញទិដ្ឋភាពសមុទ្រដោយផ្ទាល់ក្រៅពីនេះផ្នែកខាងក្នុងនៅមានបន្ទប់គេងទី2នៅផ្នែកខាងក្រោយព្រមទាំងមានបន្ទប់ទឹកទំនើបនិងប្រព័ន្ធបញ្ជាដោយសំឡេងពេញផ្ទះផងដែរចំណែកឯផ្នែកខាងក្រៅវិញក៏ត្រូវបានរៀបចំឡើងយ៉ាងស្អាតឥតខ្ចោះផ្នែកស្លាបខាងស្ដាំនៃយន្តហោះត្រូវបានច្នៃធ្វើជាកន្លែងរង់ចាំនិងអង្គុយលេងលំហែកាយក្រៅផ្ទះដែលផ្ដល់អារម្មណ៍ដូចជាកំពុងដើរលើមេឃនៅផ្នែកខាងក្រោមនៃកន្ទុយយន្តហោះមានអាងហែលទឹកនិងអាងចាកូស៊ីព្រមទាំងមានកន្លែងអង្គុយសម្រាប់លំហែកាយជុំវិញអាងយ៉ាងមានក្តីសុខបច្ចុប្បន្នវិឡាយន្តហោះ Boeing 737 មួយគ្រឿងនេះបានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនិងជាកន្លែងជួលស្នាក់នៅបែបសម្រាប់លំហែកាយលំដាប់ខ្ពស់ដែលទាក់ទាញអ្នកទេសចរមកពីជុំវិញពិភពលោកឲ្យមកសាកល្បងបទពិសោធន៍ដ៏កម្រនិងអស្ចារ្យមួយនេះ